តោះថ្ងៃនេះយើងនឹងរៀនពីវិធីចែកលេខបាទនេះគឺលោកគ្រូមានលំហាត់តែមួយទេបាទចង់មកបង្ហាញយើងតើតើនឹងការចែកលេខមួយយើងខានចេញវីដេអូយូរហើយថ្ងៃនេះដែរគឺយើងមករៀនទាំងអស់គ្នាអញ្ចឹងនេះគឺយើងរៀនចែកលេខ4ខ្ទង់និង2ខ្ទង់បាទតោះឥឡូវកុំឲ្យខាតពេលយូរយើងមើលនៅក្នុងតំណាងចែករបស់យើងគឺមានលេខ4ខ្ទង់នៅក្នុងតួចែករបស់យើងគឺមាន2ខ្ទង់អញ្ចឹងនៅក្នុងការចែកលេខគឺយើងត្រូវកាត់ខ្ទង់នៅក្នុងតំណាងចែកឲ្យត្រូវជាមួយនឹងតួចែកអញ្ចឹងតួចែកយើងមាន2ខ្ទង់អញ្ចឹងកាលនេះយើងកាត់2ខ្ទង់ដែរអញ្ចឹងយើងមើល98គឺវាធំជាង97បាទអញ្ចឹងយើងគួរតែដាក់ប្រមាណដងអញ្ចឹងបើយើងដាក់2ដងលើសអញ្ចឹងយើងដាក់ម្ដងបាទអញ្ចឹងមានថា98មាន97តែម្ដងទេអញ្ចឹងយើងដាក់ម្ដងអញ្ចឹងលេខ1យើងដាក់នៅកន្លែងផចែកហ្នឹងបន្តមកទៀតយើងយកលេខ1យើងហ្នឹងគុណដល់ចាប់ដើមពីខ្ទង់រាយទៅបាទអញ្ចឹង1 7ដងគឺ7 1 9ដងគឺ9ហើយយើងធ្វើការដកតោះឥឡូវយើងមើល8ដក7នៅសល់1 9ដក9នៅសល់0អញ្ចឹងបន្តមកទៀតពេលដែលយើងដកហើយយើងតម្លាក់តួចែកសំទោសយើងតម្លាក់តំណាងចែកយើងម្ដងមួយខ្ទង់អញ្ចឹងយើងតម្លាក់0ចូលមកអញ្ចឹងនៅពេលនេះយើងមើលយើងបាន10បាទអញ្ចឹង10ចែកឲ្យ97អញ្ចឹងតើ10ចែកឲ្យ97បានឬអត់អញ្ចឹងប្រកាសណាស់គឺមិនបានទេមូលហេតុដោយសារតែ10នេះគឺវាតូចជាង97បាទតូចជាងតួចែករបស់យើងអញ្ចឹងបើសិនជាលេខដែលយើងទម្លាក់មកពីតួខាងតំណាងចែកយើងទម្លាក់មកគឺយើងចែកមិនបានទេនោះយើងត្រូវគុណនឹងចំនួន0ដងយើងអត់ទម្លាក់2ដងទេយើងត្រូវតែគុណនឹងចំនួន0ដងបាទអញ្ចឹងយើងគុណនឹង0ដងមកបាទអញ្ចឹង0 7ដងគឺ0 0 9ដង0អញ្ចឹងយើងធ្វើការដកមកបាទអញ្ចឹង0ដក0 0 1ដក0នៅសល់1បាទអញ្ចឹងយើងបាន10នេះគឺជាគោលនៅក្នុងការចែកនៅថ្នាក់បឋមសិក្សារបស់យើងបាទតោះឥឡូវយើងធ្វើការទម្លាក់លេខ7ចុះមកអញ្ចឹងយើងបាន107ចែកឲ្យ97បាទតោះអញ្ចឹងយើងបន្តទៀតអញ្ចឹងបន្ទាប់ពីបាន107យើងចែកជាមួយនឹង97អញ្ចឹងនៅយើងចាំថានៅក្នុងតំណាងចែករបស់យើងមាន3ខ្ទង់បាទមាន3ខ្ទង់អញ្ចឹងគឺយើងត្រូវមើល2ខ្ទង់នៅខាងមុខហើយនឹងតួចែករបស់យើងគឺមើល1ខ្ទង់នៅខាងមុខនេះគឺជាវិធីងាយនៅក្នុងការយើងរកមេគុណថាតើយើងត្រូវគុណនឹងលេខប្រមាណបាទអញ្ចឹងយើងមើល10ធំជាង9អញ្ចឹងមានតែម្ដងទេអញ្ចឹងយើងដាក់មេ1មកបាទម្ដងអញ្ចឹង1 7ដង7បាទអញ្ចឹង1 9ដង9ហាអញ្ចឹងយើងធ្វើការដកអស់អញ្ចឹង7ដល់7ឃើញ0 0ដល់9អត់បានតែយើងខ្ចីមកគឺវា1ណាហើយសល់0នៅឡើង10បាទអញ្ចឹង10ដល់9នៅសល់1បាទអញ្ចឹងលេខរបស់យើងគឺចម្លើយឃើញ101សំណល់សល់10អញ្ចឹងសម្រាប់ណាព្យាបាលដែលយកទៅរៀនចែកឬទៅបង្ហាត់បង្រៀនកូនត្រូវឲ្យកូនស្គាល់សិនថាតើខាងនេះគេហៅថាអីខាងនេះគេហៅថាអីហើយខាងនេះហៅថាអីអញ្ចឹងនៅបញ្ជាក់មកទៀតខាងនេះគេហៅថាតំណាងចែកតួចែកផលចែកហើយខាងក្រោមនេះគេហៅថាសំណល់បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងជាការចែករំលែកបើសិនជាមានកន្លែងណាឆ្ងល់សូម comment នៅខាងក្រោមវីដេអូយើងនឹងបង្ហាញបងប្អូនបន្តទៀតជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា